ទៀតដែលដេញកាប់គ្នាតាមដងផ្លូវសាធារណៈយ៉ាងអនាធបត័យតែម្ដងនិងបង្កការភ្ញាក់ផ្អើលផងដែរហេតុការណ៍នេះគឺកើតឡើងនៅវេលាម៉ោង 8:30 នាទីយប់ថ្ងៃទី 13 ខែឧសភាឆ្នាំ 2014 ចាមុខក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរកាពីតូតាមផ្លូវ 182 កាយនឹងផ្លូវ 111 ស្ថិតនៅក្នុងសង្កាត់អូរស័យទី 4 ខណ្ឌ 7 មករាប្រពន្ធព័ត៌មានពីកន្លែងកាត់ហេតុក៏បានដឹងថានៅមុនពេលកាត់ហេតុគេបានឃើញក្មេងទំនើងពីរក្រុមដែលគេដឹងថាមួយក្រុមមានគ្នាប្រមាណជា10នាក់ដែលប្រដាប់ទៅដោយដាវសាមរ៉ៃក្នុងដៃបានដេញកាប់គ្នាតាមដងផ្លូវសាធារណៈយ៉ាងអនាធបត័យហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចផងដែរចាហើយភ្លាមនោះគេបានឃើញសមត្ថកិច្ចចេញអន្តរាគមន៍ដែរតែក្រុមក្មេងទំនើងទាំងនោះបានរត់គេចខ្លួនបាត់អស់ដោយសារតែក្មេងទំនើងម្នាក់រួមជាមួយនឹងដាវសាមរ៉ៃត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានបញ្ជូនទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស័យទី 4 តែម្ដងក្រៅពីការហេតុគឺនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស័យទី 4 នេះមកចាគឺបញ្ជូនខ្លួនគាត់នឹងទៅហ្នឹងចាគឺសមត្ថកិច្ចបានឲ្យដឹងថាចាគឺកំពុងតែរៀបចំសំណុំរឿងបញ្ជូនទៅកាន់ចាតុលាការចាត់ការទៅតាមផ្លូវច្បាប់ហើយចាជួនមួយករណីផ្សេងទៀតចាគឺសមត្ថកិច្ចចាខាត់ខ្លួនជនសង្ស័យឆក់កាបូបបានចំនួន2នាក់បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី 3 ចាគឺជនសង្ស័យចំនួនចាគឺមិនមែន2នាក់ទេគឺ3នាក់ចា3នាក់បានជិះធ្វើសកម្មភាពជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេចហើយព្យាយាមរត់គេចខ្លួនប៉ុន្តែត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នេះទាន់ជិះម៉ូតូដេញតាមចាប់បាន2នាក់ប្រកល់ឲ្យសមត្ថកិច្ចនិងជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ចាគ្នាគាត់3នាក់តែចាប់បានតែ2នាក់ទេចារត់គេចខ្លួនបាត់ចាចូលទៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយក៏ត្រូវសមត្ថកិច្ចចាប់បានម្នាក់ទៀតកាលពីវេលាម៉ោង 9:20 នាទីយប់ចាពិសេសមែនតើចាប់បាន2នាក់ហើយរត់ម្នាក់សមត្ថកិច្ចរបស់យើងប្រឹងប្រែងចាប់បានតទៅបានគ្រប់3នាក់តែម្ដងតតែគ្រប់តែម្ដងចាដែលហេតុការណ៍នេះគឺកាត់ឡើងនៅចំណុចផ្លូវលេខ 140 កែងផ្លូវ 49 ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី 3 ខណ្ឌដូនពេញប្រពន្ធព័ត៌មានពីអ្នកឃើញហេតុការណ៍នោះបានដឹងថាមុនពេលកាត់ហេតុគឺបានឃើញជនសង្ស័យ3នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់2ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល 1S1909 បានធ្វើដំណើរឆក់កាបូបពីនារីម្នាក់កំពុងដែលជិះម៉ូតូមិនស្គាល់ម៉ាកបានសម្រេចចាគឺគាត់ឆក់បានសម្រេចហើយហើយជនសង្ស័យក៏ព្យាយាមជិះម៉ូតូគេចខ្លួនពីកន្លែងកាត់ហេតុប៉ុន្តែត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នេះជិះម៉ូតូដេញតាមពីក្រោយរហូតធ្វើឲ្យក្រុមជនសង្ស័យភ័យពេកក៏បានដួលម៉ូតូហើយពេលនោះប្រជាពលរដ្ឋចាប់ខាត់ខ្លួនបានចំនួន2នាក់ចំណែកឯជនសង្ស័យម្នាក់ទៀតនោះក៏បានព្យាយាមរត់គេចខ្លួនចាចូលទៅក្នុងអង្គភាពប្រចាំអំពើពុករលួយក៏ត្រូវវិជាពលរដ្ឋនឹងសមត្ថកិច្ចឡោមប៉ាត់ដេញចាប់បានភ្លាមតែម្ដងចាពិសេសមែនតើករណីនេះចាហើយក្រៅពីកាត់ហាន់គឺសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង3នាក់ទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី3និងទទួលពាក្យបណ្ដឹងពីជនរងគ្រោះផងដែរតែក្នុងហេតុការណ៍នេះផងដែរអ្នកសារព័ត៌មានចាគឺត្រូវបានសមត្ថកិច្ចនោះចាអត់តឲ្យថតភ្លាមទេគឺឲ្យចាំអាផ្លេតសិនចាហើយជនសង្ស័យទាំង3នាក់នេះគឺតែងតែធ្វើការចាគឺគាត់ធ្លាប់ថាប្រហែលជាធ្លាប់ធ្វើមុខសញ្ញាចាមុខសញ្ញាដែលធ្លាប់មានណាចាចឹងធ្វើឲ្យសមត្ថកិច្ចរបស់យើងលោកងាយនឹងកំណត់មុខសញ្ញាបានងាយនឹងកំណត់អាចតាមរកចាប់ខ្លួនតតែគ្រប់3នាក់គ្នាគាត់តែម្ដងចាឥឡូវយើងងាកចេញពីករណីអំពើចោរកម្មណាចាឥឡូវយើងចូលមកករណីមួយវិញទៀតដែរចាគឺរថយន្តកូរ៉េចំណុះ2តោនកន្លះចាប់បុកនឹងម៉ូតូ Trim C125 ស្លាប់ម្នាក់នៅរបួសធ្ងន់ម្នាក់រួចបើករត់គេចខ្លួនបាត់ស្រមោលតែម្ដងចាទៅជួបនឹងករណីស្លាប់បាត់បង់ជីវិតមួយករណីនេះទេថ្ងៃនេះចាបរិមម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងកាត់ហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកូរ៉េចំណុះ2តោនកន្លះពណ៌ទឹកក្រូចមួយគ្រឿងចាបើកបរដោយបរិមម្នាក់បានបើកបរទៅបុកនឹងម៉ូតូ Trim C125 ពណ៌ខ្មៅមួយគ្រឿងជិះដោយបរិម2នាក់ចំពីមុខយ៉ាងពេញទំហឹងកាលពីវេលាម៉ោង 12:10 នាទីរំលងអត្រាឈានចូលថ្ងៃទី 14 ខែឧសភាឆ្នាំ 2014 តាមមកដោយផ្លូវបេតុងដីថ្មីស្ថិតនៅក្នុងភូមិដីថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខសពបរិរងគ្រោះខាងលើឈ្មោះហឹមចន្ទថាអាយុ31ឆ្នាំនិងម្នាក់ទៀតជាមិត្តភ័ក្តិជិះពីក្រោយរងរបួសធ្ងន់ធ្ងរឈ្មោះក្រើនអាយុ30ឆ្នាំអ្នកទាំងពីរនាក់ជាកម្មកររោងចក្រស្នាក់នៅម្ដុំកន្លែងកាត់ហេតុផងដែរលោកសិនសវណ្ណនារងផ្នែកសម្ដាប់ធ្នាប់ចរាចរណ៍ជើងគោកខណ្ឌសែនសុខបានឲ្យដឹងថានៅមុនពេលកាត់ហេតុមានរថយន្តកូរ៉េចំណុះ2តោនកន្លះពណ៌ទឹកក្រូចមួយគ្រឿងបើកបរដោយបុរសម្នាក់បានធ្វើដំណើរយ៉ាងលឿនតាមបណ្ដោយផ្លូវបេតុងដីថ្មីក្នុងទិសដៅពីកើតទៅលិចស្រាប់តែមកដល់ចំណុចកាត់ហេតុក៏បានរេចង្គោទៅបុកម៉ូតូ Trim C125 ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1AF 1558 ជិះដោយបុរស2នាក់ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាចំពីមុខពេញទំហឹង
បណ្ដាលឲ្យបរិសម្នាក់ជាអ្នកម៉ូតូចាស់ជាអ្នកបើកម៉ូតូនោះក៏ដួលបោកបានថ្នល់ស្លាប់ភ្លាមនៅនឹងកន្លែងកាត់ហេតុតែម្ដងទៅហើយនឹងមិត្តភ័ក្តិម្នាក់ទៀតដែលជិះពីក្រោយបានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមួយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាឡាម៉ែតផងដែរចំណែកឯរថយន្តបង្កហេតុខាងលើបានបើករត់គេចខ្លួនបាត់ស្រមោលក្រោយពេលកាត់ហេតុសពរបស់ជនរងគ្រោះខាងលើចាត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋានផងដែរចានេះហើយគឺជាករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តកូរ៉េចំណុះ2តោនកន្លះចាបានប៉ះ